ខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលបន្តទៀតតើតើនឹងការប្រើប្រាស់កម្មវិធី RCM SI Builder តើខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាម្ដងរួចហើយតើតើនឹងការកែងារម៉ូម៉ង់ទៅលើមកកាត់រៀងចាត់កោនកែងតើនេះយើងនិយាយតើមកកាត់អក្សរទេបន្តអញ្ចឹងអត់សូវខុសគ្នាទេអ្នកទាំងអស់គ្នាតើនឹងមកកាត់អក្សរទេនេះទាំងអស់គ្នាបន្ទាប់ពីចុចបើកហើយវាជាលោតផ្ទាំងនេះមកដូចគ្នាអញ្ចឹងប៉ុន្តែគាត់ថារូបនេះវាលោតជារូបរាងអក្សរទេអញ្ចឹងចំណុចកន្លែងនេះវាអាចកែងារបានដល់ធ្នឹមអ្នកទាំងអស់គ្នាមកកាត់ធ្នឹមកន្លែងនេះគឺកម្លាំងបេតុងដដែលទេកម្លាំងដែកហើយនេះbody elastic ដែកហើយខុសគ្នានេះគឺហើយកន្លែងនេះតើទៅនឹង dimension នេះវាមានវាបន្ថែម bs នេះមានថាតម្លៃ b នៅខាងលើនេះហើយbw គឺតឹងធ្នឹមនៅខាងក្រោមនេះអ្នកទាំងគ្នាហើយនេះហាស់នេះគឺហាស់ទាំងមូលហាស់ខ្ពស់ធ្នឹមគិតសរុបអញ្ចឹងហាស់ s ហ្នឹងគឺគិតតែស្លាបវាទេហើយតឹងនេះគឺជា cover របស់វាអូខេដដែលទេអញ្ចឹងតឹង balance case នេះ balance case នេះគឺតម្លៃ default របស់កម្មវិធីវាមកអញ្ចឹងកាលណាយើងប្រែប្រួលមកកាត់ទៅអានេះវាប្រែប្រួលដែរអញ្ចឹងណាអញ្ចឹងបន្តមកទៀតmoment resistance maximum ហ្នឹងអាហ្នឹងគឺតម្លៃនេះគឺប្រែប្រួលទៅតាមមកកាត់ហើយនឹងmaterial property ដូចមកកាត់ចាត់កោនកែងដែរអញ្ចឹងអត់មានទេអញ្ចឹងតើការកែអ្នកដែកនេះហ្នឹងហើយការកែអ្នកដែកនេះអាហ្នឹងយើង apply moment ដាក់ moment ultimate ឬក៏អីទៅលើមកកាត់ហ្នឹងអក្សរទេហ្នឹងអញ្ចឹងយើងអាចចុចកែអ្នកទៅយើងអាចឃើញចន្លោយអញ្ចឹងឧទាហរណ៍មួយទៅមកកាត់នេះខ្ញុំយក default តាមកម្មវិធីគេមកទេអញ្ចឹងតើការកែmoment ខ្ញុំឲ្យ moment វា100 kNម៉ែត្រអញ្ចឹងមកកាត់ដៃដែលខ្ញុំចង់ប្រើហ្នឹងដកចេញមកថាខ្ញុំប្រើដៃភៃលីអូខេអញ្ចឹងចុចកែអ្នកមកអញ្ចឹងកន្លែងនេះកាលណាយើងចុចកែអ្នកមកវាលោតទៅអ្នកទាំងអស់គ្នាអូខេអញ្ចឹងតើមកកាត់ហ្នឹងមានថាដៃជាប់ហើយមានថា verify ហើយ AS requirement ហ្នឹង385 mmក្រេតែ AS minimum 500ជាងអញ្ចឹងដូចក្នុងករណីហ្នឹងវាដាក់ដៃ minimum អ្នកទាំងអស់គ្នាយើងយកតាមដៃ minimum អូខេអញ្ចឹងបន្ទាប់ពីកែនេះរួចហើយក្នុងហ្នឹងក៏យើងអាចធ្វើ report បានដែរអ្នកទាំងអស់គ្នាអញ្ចឹងយើងចុចមកកន្លែងខាងមុខមក session definition មកយើងឃើញមានពី report អញ្ចឹងក្នុងនេះជាប់ title យើងអាចកែទៅដាក់អីក៏បានដែរខ្ញុំចុច OK ទៅអញ្ចឹងវាលោតចេញ report មកឲ្យយើងហើយអញ្ចឹងយើងអាចធ្វើ report ភ្ជាប់ជាមួយការ design របស់យើងបានអញ្ចឹងដូចជាមកកាត់អក្សរទេខ្ញុំបញ្យល់លម្អិតប៉ុណ្ណឹងអញ្ចឹងឥឡូវនេះខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាតាក់ទងទៅនឹងឧទាហរណ៍ការកណនីយកមកកណនីរត់សរសៃដែរទៅលើមកកាត់ខ្ញុំចាប់ផ្ដើមដោយមកកាត់ចាត់កោនកែងសិនអញ្ចឹងឧទាហរណ៍ជាក់ស្ដែងឧបមាថាខ្ញុំមាន model មួយអានេះខ្ញុំប្រើកម្មវិធីផ្សេងអ្នកទាំងអស់គ្នាកម្មវិធីETAP ឧបមាថាខ្ញុំមាន model រួចហើយអញ្ចឹងខ្ញុំចង់កណនីធ្នឹមនេះមួយអញ្ចឹងធ្នឹមនេះខ្ញុំកណនីមកឃើញ2555អញ្ចឹងឧបមាដល់2555អញ្ចឹងខ្ញុំមាន combo រួចហើយដែរអញ្ចឹងខ្ញុំចុចមួយម៉ោងខ្ញុំយក ultimate ទៅអូខេអានេះខ្ញុំរានហើយអ្នកនរគ្នាខ្ញុំសង្ខេបរៀងខ្លីហើយយើងយកចន្លោយយកមួយម៉ោងចង់មានន័យថាខ្ញុំចង់ផ្ដោតទៅលើការយកមួយម៉ោងតិចទៅកណនីរស័យដែកវិញអញ្ចឹងឧបមាថាក្នុងនេះមួយម៉ោងដែលខ្ញុំឃើញនេះគឺ106អញ្ចឹងបើយើងចូលក្នុងកម្មវិធី RCM SI Builder វិញអញ្ចឹងមួយម៉ោងខាងក្រោមនេះយើងចុចយកមកកាត់ចាត់កោនកែងនេះមកអញ្ចឹងធ្នឹមមិញនេះគឺធ្នឹមមិញខ្ញុំសូមមើលឡើងវិញធ្នឹមហ្នឹងគឺទំហំវាគឺ2 តឹកកន្លះនិង5 តឹកកន្លះអញ្ចឹងអ្នកទាំងអស់គ្នាអាចបំពេញចូលទៅ2 តឹកកន្លះ250កម្ពស់វាគឺ550អូខេ cover យើងអាចសន្មត់ទៅថាយក40អីចឹងទៅអូខេហ្នឹងគាត់យើងអាចសន្មត់យើងអាចកែតាមក្រោយបានហើយតើតើនឹងកម្លាំងបេតុងក្នុងនេះខ្ញុំមើលសិនអ្នកទាំងអស់គ្នាអញ្ចឹងក្នុងនេះខ្ញុំយកកម្លាំងតាម25ស៊ីឡាំងទេអញ្ចឹងខ្ញុំអាចដាក់25ស៊ីឡាំងហើយដែកខ្ញុំប្រើ390អូខេហើយតើតើនឹង body elastic ដែរគឺទុកដដែលអញ្ចឹងតម្លៃនេះគឺអត់មានកែទេដដែលអញ្ចឹងតើតើចំណុចនេះយើងនេះម៉ងដែលយើង apply ហ្នឹងអញ្ចឹងយើងចូលកន្លែងនេះវិញមកខ្ញុំរានវាមកនេះម៉ងអញ្ចឹងក្នុងធ្នឹមមួយហ្នឹងវាម៉ងវាមានម៉ងអវិជ្ជមាននិងម៉ងវិជ្ជមានយើងអាចហៅកាត់ថាម៉ងខាងលើម៉ងខាងក្រោមអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងបើខ្ញុំកណនីនេះខ្ញុំកណនីចំកណ្ដាលធ្នឹមម៉ងកណ្ដាលធ្នឹមអញ្ចឹងវានៅខាងក្រោមអញ្ចឹងដៃដែលទប់ម៉ងគឺដៃខាងក្រោមអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំយក106មកខ្ញុំដាក់106ក្នុងហ្នឹងមកអញ្ចឹង106
106យើងអាចប្រកួតឡើងថា110អីចឹងក៏បានដែរ106ឬក៏ប្រហែលទៅយើងផាផាយលេខតិចតួចអីចឹងហ្នឹងអត់អីទេអញ្ចឹងក្នុងនេះខ្ញុំប្រើដៃបើថាខ្ញុំប្រើដៃ6 knot លីខ្ញុំដោះតិចទាំងអស់នេះខ្ញុំកែនេះមកវាឃើញ4ដើម6 knot លីអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងអានេះគឺជាដៃមុំម៉ងខាងក្រោម4ដើម6 knot លីអញ្ចឹងបើយើងចូលមើលក្នុងនេះវិញហើយមួយទៀតតាក់ទងមុំម៉ងខាងលើអ្នកទាំងអស់គ្នាអញ្ចឹងមុំម៉ងខាងលើអូចង់លម្អិតបន្ថែមទៀតអ្នកទាំងអស់គ្នាអញ្ចឹងយើងកែនេះមកមានថាដៃហ្នឹងវាត្រូវការ single reinforcement មានថាវាត្រូវការដៃតែខាងក្រោមមួយហើយអញ្ចឹងបើសិនជាករណីហ្នឹងដៃខាងលើវាយើងដាក់ដៃ minimum អ្នកទាំងអស់គ្នាដៃ minimum អញ្ចឹងមានថាកន្លែងនេះបើយើងមើលទៅកន្លែងក្តារអធ្នឹមហ្នឹងមុំម៉ងទប់វាដៃដែលត្រូវការ4ដើម6 knot លីអញ្ចឹងប៉ុន្តែដៃខាងលើយើងដាក់ដៃ minimum អូខេប៉ុន្តែតាក់ទងនឹងកន្លែងនេះវិញមុំម៉ងកន្លែង support វាវិញអញ្ចឹងខាងលើ41ខាងក្រោមអត់មានតែអញ្ចឹងយើងបញ្ច្រាស់គ្នាវិញមកអ្នកទាំងអស់គ្នាយើងដាក់មុំម៉ងអានេះ41មកយើងអាចកែនេះរកសរសៃដៃវាបានហើយប៉ុន្តែ complex អ្នកទាំងអស់គ្នាការកែនេះ design ហ្នឹងវាពេលធ្វើហ្នឹងវាអត់មានភាពងាយស្រួលដែរការដែលយើងរត់ដៃអញ្ចឹងអមថាអាខាងនេះយើងឃើញដៃ6 knot លីអញ្ចឹងប៉ុន្តែខាងនេះយើងប្រើដៃតែប៉ុន្មាន4 knot លីអីហ្នឹងអាហ្នឹងយើងប្រើបានដូចគ្នាអ្នកទាំងអស់គ្នាយើងដាក់4 knot លីដៃខាងលើក៏បានដែរប៉ុន្តែពេលខ្លះទៅគេរត់ដៃមកកាត់ដៃនេះយើងប្រើដូចគ្នាអញ្ចឹងចង់មកថា4 knot លីខាងលើ4 knot លីខាងក្រោម4 knot លីប៉ុន្តែមិនមែនមានន័យថាយើងប្រើអញ្ចឹងរហូតទេគឺយើងអាស្រ័យស៊ីសងលើអ្នក design ណាជួនកាលទៅគាត់ប្រើមកកាត់ដៃនៅក្នុងធ្នឹមហ្នឹងខុសគ្នាក៏បានអត់អីទេសំខាន់ឲ្យយើងគ្រប់ requirement ដៃ requirement របស់មកកាត់ហ្នឹងទៅដៃទប់មុំម៉ងហ្នឹងទៅអញ្ចឹងកន្លែងហ្នឹងគឺរបៀបយកមុំម៉ងមកកែនេះអញ្ចឹងអានេះអ្នកទាំងអស់គ្នាឆ្ងល់មិនដាក់ VLA មានថា combo ultimate អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះ combo ultimate វាមានក្នុងកូដក៏មានបញ្ជាក់ដែរនេះយើងមើលខាងក្រោមនេះកូដ ASI ហ្នឹងយើងចុចមកនេះអញ្ចឹងប្រភេទកូដដែលយើងយកមកកែនាង ASI 318 M11 អញ្ចឹងកូដ default គេមកនេះ ultimate ហ្នឹងមេគុណវាប្រហែល 1.4 អី 1.2 បូកតម្លៃ load 1.6 អូខេអាហ្នឹង default គេ default របស់កម្មវិធីមកអញ្ចឹងអូខេមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាទាក់ទងនឹងការកែនីដែកលើមកកាត់ចតុកោណកែងនេះឧទាហរណ៍ខ្ញុំមានប៉ុណ្្នឹងអញ្ចឹងបន្តមកទៀតខ្ញុំចូលដល់មកកាត់អក្សរតេវិញម្ដងអូខេឥឡូវខ្ញុំចូលដល់មកកាត់អក្សរតេវិញម្ដងអញ្ចឹងទាក់ទងមកកាត់អក្សរតេនេះនេះអ្នកទាំងអស់គ្នាទាក់ទងនឹងឧទាហរណ៍ហ្នឹងយើងក៏អាចកែនីជាមកធ្នឹមហ្នឹងជាអក្សរតេបានដូចគ្នាអញ្ចឹងឧបមាថាក្នុងចន្លោះនេះ4 ម៉ែត្រ 4 ម៉ែត្រអញ្ចឹងខ្ញុំគិតធ្នឹមហ្នឹងមួយ strip មកកែនីប៉ុន្តែមុំម៉ងហ្នឹងវាតើយើងគិតមុំម៉ងក្នុងមួយ strip ដែរអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំឧបមាថាខ្ញុំ select យកមុំម៉ងប៉ុណ្ណេះមកកែនីអញ្ចឹងតម្លៃដែលមុំម៉ងចេញលើធ្នឹមទេវាមិនមែនចេញលើមួយ strip នេះទេអញ្ចឹងតើអ្នកទាំងអស់គ្នាគិតមុំម៉ងឡើងវិញអញ្ចឹងនេះខ្ញុំឧទាហរណ៍ទេណាទៅឧទាហរណ៍ថាមុំម៉ងវាស្មើគ្នាអញ្ចឹងចុះវាឧបមាថាយក106ដដែលចុះអញ្ចឹងក្នុងនេះខ្ញុំដាក់25កម្លាំងដែក390ទៅមក B មិញហ្នឹងខ្ញុំយកធ្នឹមហ្នឹងគឺមានន័យថាខ្ញុំយក2ទឹកកន្លះតឹងវា250អញ្ចឹង B អូច្រឡំអ្នកទាំងអស់គ្នា B នេះមានន័យ B ខាងលើ B I ខាងលើអញ្ចឹងខ្ញុំកែឡើងវិញអញ្ចឹងមានថា B W 250ហើយ BS ហ្នឹងខ្ញុំយកគិតនេះខ្ញុំគិតក្នុងមួយ strip អ្នកទាំងអស់គ្នាគិតមានថាពាក់កណ្ដាលspan នេះហើយពាក់កណ្ដាល span នេះអញ្ចឹងវា4 ម៉ែត្រអញ្ចឹង4 ម៉ែត្រខ្ញុំដាក់400អូខេ400 មីលីម៉ែត្រហាហ្នឹងកម្ពស់ធ្នឹមសរុបមិញហ្នឹងគឺ5 តឹកកន្លះអូខេ5 តឹកកន្លះហើយហាស់ S កម្រាស់នេះគឺកម្រាស់ slab អ្នកទាំងអស់គ្នាអូខេតើតើហាស់ S នេះកម្រាស់ slab ឧបមាថាខ្ញុំយក120អញ្ចឹង cover យើងអាចកែមកប៉ុន្មានអញ្ចឹងអ្នកទាំងអស់យើងអាចផាកផែអញ្ចឹងយើងគិតផាកផែទៅឧបមាយើងយក50 cover ហ្នឹងយើង cover មានន័យថាយើងគិតពីកែមកដល់ចំណុចកណ្ដាលនៃមកកាត់ដៃយើងអញ្ចឹងណាអូខេអញ្ចឹងមកក្នុងនេះយកអត់មានកែទេបលិនមុំម៉ងហ្នឹងដូចខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាអញ្ចឹងមុំម៉ងហ្នឹងគឺមុំម៉ងក្នុងមួយ strip នេះមុំម៉ងក្នុងមួយ strip អញ្ចឹងណាប៉ុន្តែបើយើងview មិញហ្នឹងវាចេញនេះមុំម៉ងទៅលើធ្នឹមនេះទេមុំម៉ងនេះមុំម៉ងលើធ្នឹមទេអញ្ចឹងមុំម៉ងនេះយើងអត់អាចយកទៅ apply កែនេះមកកាត់អក្សរតេនឹងបានទេមានន័យថាវាខ្វះមុំម៉ងអញ្ចឹងខ្វះតម្លៃអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងយើងអាចកែនេះបន្ថែមទៅអញ្ចឹងតាក់ទងចំណុចហ្នឹងដែរខ្ញុំឧបមាថាខ្ញុំយក
តម្លៃវាស្មើគ្នាចុះមកថា106អញ្ចឹង106ខ្ញុំឧទាហរណ៍ណាអញ្ចឹង106ដូចគ្នាអូខេ106ខ្ញុំប្រើដែរ6ណប់លីអញ្ចឹងខ្ញុំចុចកណនីមកអូ6ណប់លីនេះអ្នកទាំងគ្នាអញ្ចឹងមានន័យថាបើសិនជាយើងគិតវាចេញពីដល់20លីដាក់6ណប់អូខេនេះអ្នកទាំងគ្នាវាចេញ4ដើម6ណប់លីមកមកទុកមកកាត់អក្សរតេហ្នឹងណាអញ្ចឹងអានេះវាស្តៀងគ្នាដែរមិញយើងចាក់មកកាត់ចតកោនកែងដាក់25អានេះ390ខ្ញុំចង់កំភែទេអ្នកទាំងគ្នាអានេះ250ទៅមកនេះ550អញ្ចឹងករណីហ្នឹងខ្ញុំយកមកមកវា106អញ្ចឹងខ្ញុំដាក់4មកកែនេះមក4ដល់6ណប់លីអញ្ចឹងមានថាតម្លៃនេះអានេះវាលេខនេះវាចៃដន្យដែរអ្នកនរគ្នាវាចេញ4ដល់6ណប់លីដូចគ្នាក៏ពិតជាទូទៅយើងកែនេះមកកាត់អក្សរតេហ្នឹងវាអេកូណូមិកជាងមកកាត់ចតកោនកែងអ្នកនរគ្នាដោយសារតែមកកាត់អក្សរតេហ្នឹងវាមាន index ធំជាងចតកោនកែងអាហ្នឹងកាលណាយើងគិតធ្នឹមដូចគ្នាបើមកកាត់អក្សរតេវាមានស្លាបវាបន្ថែមទៀតនេះអញ្ចឹងវាបានមក index ធំជាងអញ្ចឹងវាបានមក restance ធំជាងហើយអ្នកនរគ្នាអញ្ចឹងឥឡូវយើងចង់ដឹងមើលថាមក restance វាមិនដែរអញ្ចឹងមកកាត់អក្សរតេមក restance វាគឺតម្លៃវាគឺ557បន្ទាប់មកយើងមើលមក restance របស់ចតកោនកែងម្ដងអូខេនេះយើងមើលមក single list អញ្ចឹងវា300វាតិចជាងអ្នកទាំងគ្នាអញ្ចឹងមកថាយើង double ហើយវា700អ្នកឃើញវាតូចជាងអានេះអញ្ចឹងមានថាមកកាត់អក្សរតេហ្នឹងវាបានច្រើនជាងមកកាត់ចតកោនកែងដោយសារវាមានស្លាបទៀតណាទាំងគ្នាអញ្ចឹងតើតើចំណុចហ្នឹងយើងអាចសិក្សាបន្ថែមទៀតតើទៅនឹងកូដទៅយើងនឹងយល់ច្បាស់ហើយថាពេលណាយើងកែនេះជាចតកោនកែងពេលណាយើងកែនេះជាមកកាត់អក្សរតេអូខេអ្នកទាំងគ្នាខ្ញុំមានតែប៉ុណ្្នឹងទេតើតើវីដេអូឧទាហរណ៍បន្ថែមទៅលើការកែនេះមកមកទុកនៃមកកាត់ទាំងពីរហ្នឹងអញ្ចឹងអរគុណអ្នកទាំងអស់គ្នា